ក្រមសិលធម៌វិជ្ជាជីវៈទី1គឺគិតតែពីរឿងលុយមិនសប្បាយចិត្តទេយូអានអរុនសួស្ដីថៅកែកាហ្វេឆុងរួចហើយសូមអញ្ជើញពិសាក្តៅពេកហើយសុំទោសលើកក្រោយខ្ញុំនឹងកែប្រែមិនបាច់ទេយូអាននឹងត្រឡប់មកវិញនៅរសៀលថ្ងៃស្អែកភារកិច្ចរបស់លោកចប់ត្រឹមនេះហើយម្ចាស់ស្នេហ៍ក្នុងដួងចិត្តម្នាក់នេះទីបំផុតត្រឡប់មកវិញហើយកិច្ចសន្យាមួយនេះទីបំផុតចិត្តដល់ពេលបញ្ចប់ហើយថែមទាំងភីគីម្ខាងទៀតសូមបញ្ចប់កិច្ចសន្យាមុនកាលកំណត់ឯលុយកិច្ចសន្យានៅតែអាចយកបានធម្មតាយេផ្ទុយទៅវិញចាប់ពីថ្ងៃស្អែកទៅលោកមិនបាច់មកទៀតទេបាទថៅកែនេះជាលិខិតបញ្ជាក់ពីការបញ្ចប់កិច្ចសន្យាសេវាកម្មធ្វើជាទូជំនួសសូមជួយស៊ីញេបន្តិចហើយនេះគឺជាវិក្កយបត្រសម្រាប់ការចំណាយក្នុងរយៈពេលនេះនេះគឺជាថ្លៃសេវាកម្មរយៈពេល3ឆ្នាំដកប្រាក់ដែលបានបើកឲ្យរួចនេះគឺជាប្រាក់ដែលនៅសល់សរុបទាំងអស់1,180,000សូមលោកស្រីជួយពិនិត្យមើលឲ្យបានច្បាស់លាស់បើគ្មានបញ្ហាអ្វីទេសូមស៊ីញេនៅទីនេះទទួលទូទាត់តាមកាតវេរលុយឬក្រដាសប្រាក់ខ្សែភ្នែករបស់សេងឈីងយឺនៅពេលដែលនាងឃើញខ្ញុំលើកដំបូងធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនសោះញឹមបន្តិចមើលប្រាក់ខែ100000រងចាំទទួលបញ្ជា24ម៉ោងស្រីម្នាក់នេះលុយច្រើនតែល្ងងងាយនឹងបោកប្រាស់ណាស់តែការពិតបានបញ្ជាក់ថាខ្ញុំទីត្រូវតែមួយចំណុចប៉ុណ្ណោះនេះហើយគឺជាម្ចាស់ស្នេហ៍ក្នុងដួងចិត្តរបស់នាងរៀនធ្វើតាមឲ្យបានល្អខុសបន្តិចក៏មិនបានដែរខ្ញុំចំណាយពេល3ថ្ងៃហាត់នៅមុខកញ្ចក់ចេញឲ្យឆ្ងាយទៅស្រីម្នាក់នេះចាប់អារម្មណ៍ខ្លាំងចំពោះសីតុណ្ហភាពសេងឈីងយឺមិនចូលចិត្តឲ្យខ្ញុំនិយាយស្ដីទេនិយាយឲ្យចំទៅនាងមិនចូលចិត្តឲ្យខ្ញុំនិយាយដោយប្រើសម្លេងដូចជើយូអាននោះទេកុំបញ្ចេញសម្លេងឯងមិនដូចគាត់ទេខ្ញុំក៏សុខចិត្តធ្វើជាមនុស្សគោតែម្ដងទៅសំណងនៃការហាមឃាត់មិនឲ្យនិយាយ300ក្នុងមួយថ្ងៃរឿងដែលហួសចិត្តបំផុតគឺនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នាងឲ្យខ្ញុំឈរហើរភ្លៀងនៅលើយ៉ខ្ញុំក្តៅខ្លួនខ្លាំងរហូតដល់39អង្សាពេលឯងឈឺក៏មើលទៅមិនដូចគាត់ដែររដូវរងាឆ្នាំទី3សេងឈីងយឺស្រវឹងស្រាហេតុអ្វីបានជាឯងមិនអាចជាគាត់តាមនឹងទៅចុះរបស់คล้ายនៅតែជារបស់คล้ายឯងប្រញាប់ចង់ចាក់ចេញយ៉ាងនេះឬម្ចាស់ស្នេហ៍ក្នុងដួងចិត្តរបស់លោកស្រីត្រឡប់មកវិញហើយមែនទេត្រូវតែទុកពេលវេលាឲ្យលោកស្រីរៀបចំអារម្មណ៍ខ្លះយ៉ាងយូរត្រឹមថ្ងៃស្អែកទៅទទួលនៅប្រលានយន្តហោះខ្ញុំនឹងជូនលោកស្រីទៅថ្ងៃស្អែកខ្ញុំនឹងប្រាប់ផ្នែកកណេឲ្យវេលុយឲ្យឯងបាទលោកស្រីអគ្គនាយកយេទីបំផុតចប់សពគ្រប់ហើយដល់ពេលនោះតើគួរទៅដើរលេងនៅណាទៅកំដរលោកស្រីអគ្គនាយកមកប្រលានយន្តហោះទទួលម្ចាស់ស្នេហ៍បានលុយថែមម៉ោងមួយកញ្ចប់ទៀតហើយ1500ខ្សែភ្នែកពោពេញដោយក្តីស្រឡាញ់ថែម1000ទ្រាំឲ្យគេច្បិចដៃសំណងគ្រោះថ្នាក់ការងារ1000សរុបទាំងអស់3000ថៅកែតើប្រកាសទេថាជើងហោះហើរមិនបានពន្យាពេលឈីងយឺថៅកែសេវាកម្មឌូជំនួសត្រូវបញ្ចប់ត្រឹមនេះហើយវិក្កយបត្របានផ្ញើចូលអ៊ីមែលរួចហើយសូមជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងកុំភ្លេចឲ្យចំណាត់ថ្នាក់ផ្កាយ5ផងជីថែមម៉ោងទៀតហើយមិនអីទេនរណាទៅស្អប់លុយនោះយូអានប៉ុន្មានឆ្នាំនេះបងសុខសប្បាយជាទេប្រកាសជាមិនសប្បាយទេគ្មានអូននៅក្បែរតើឲ្យបងសប្បាយចិត្តយ៉ាងម៉េចទៅបងនឹកអូនណាស់ចុះម្នាក់នេះគឺជាជំនួយការរបស់ខ្ញុំធ្វើទូជំនួស3ឆ្នាំខ្លាយជាជំនួយការបន្ថយប្រាក់ខែបន្ថយតំណែងនេះវាហួសហេតុពេកហើយមែនទេ
មិនត្រូវទេឈ្មោះជាផ្លូវការរបស់ខ្ញុំពិតជាជំនួយការមែនឯងប្រហែលជាទូជំនួសម្នាក់នោះហើយលោកចៅពិតជាមានភ្នែកមុតមែនរបស់คล้ายៗនៅតែជារបស់คล้ายៗល្អយ៉ាងណាក៏នៅតែជារបស់คล้ายៗលោកចៅនិយាយត្រូវហើយដូច្នេះទើបខ្ញុំតែងតែកោតសរសើររបស់ពិតយ៉ាងណាមិញអាចធ្វើឲ្យគេសុខចិត្តចំណាយលុយច្រើនទៅរករបស់คล้ายៗមកជំនួសបញ្ជាក់ថារបស់ពិតប្រាកដជាអន់ខ្លាំងណាស់ហើយសូមជូនពរអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងខ្ញុំចេញពីធ្វើការហើយឈៀងយឺអូនរកមនុស្សបែបនេះមកធ្វើជាទូជំនួសឬលោកចៅទូជំនួសក៏ជាអាជីពបច្ចេកទេសជំនាញមួយដែរសូមកុំរើសអើងការងារអីម្យ៉ាងទៀតមានកំតិចបន្លាយជាប់ចន្លោះធ្មេញលោកលយណាស់លោកស្រីអាកានីយកកាហ្វេរបស់លោកស្រីនេះមិនមែនជាកាហ្វេដែលស៊ីវហ្វានជាអ្នកឆុងនោះទេគេតែងតែដាក់ទឹកដោះគោទ្វេដងស្ករមួយស្លាបព្រាសីតុណ្ហភាពរក្សានៅកម្រិត45អង្សាលោកចៅនិយាយថាកាហ្វេខ្មៅផ្ដល់សុខភាពល្អជាងទើបផ្ដាំអ្នកផ្ទះបាយជាពិសេសតោះទៅឈៀងយឺថ្ងៃក្រោយកុំសូវញ៉ាំទឹកដោះគោផ្អែមពេកអ្នកជំនាញអាហារូបត្ថម្ភដែលបងស្គាល់នៅស្វីសបានប្រាប់ថាកាហ្វេខ្មៅសុទ្ធទើបក្រពះខ្ញុំមិនសូវល្អទេគ្រូពេទ្យណែនាំឲ្យថែមទឹកដោះគោស្រេចតែអូនទៅត្រូវហើយថ្ងៃនេះបងត្រូវទៅមើលឡានក្នុងស្រុកទើបតែនាំចូលឡាន Porsche Limited Edition មួយជួរថ្ងៃនេះខ្ញុំមានប្រជុំព្រឹកព្រលឹមពូឈិនរៀបចំឡានបាទរៀបចំឥឡូវនេះប្រជុំអីក៏ព្រលឹមម្លេះបងនៅមិនទាន់និយាយរឿងឡាន Porsche ចប់ផងទម្លាប់របស់ស៊ីវហ្វានពេលឆ្នាំមកនេះរាល់ពេលឡើងឡានកន្លែងដោតខ្សែក្រវ៉ាត់តែងតែបែរមកក្រៅងាយស្រួលសម្រាប់ខ្ញុំចាប់ទាញយកមកដាក់ខ្ញុំនឹកស្មានថាពូឈិនជាអ្នករៀបចំតាំងពីដើមមកលោកស្រីអាកានីយកអញ្ជើញទៅក្រុមហ៊ុនមែនទេឯកសារបញ្ជាក់ពីការបញ្ចប់កិច្ចសន្យារបស់ស៊ីវហ្វានពេលដែលបញ្ជាក់រួចរាល់ស៊ីវហ្វាននិងខ្ញុំលែងមានពាក់ព័ន្ធអ្វីនឹងគ្នាទៀតហើយទូទាត់លុយកាក់រួចរាល់ប៉ុន្តែលោកស្រីអាកានីយកថ្ងៃនេះអញ្ជើញមកប្រលឹមម្លេះលោកសៀវនៅមិនទាន់សៀវហ្វាននឹងមិនមកទៀតទេជំរាបទៅផ្នែកធនធានមនុស្សឲ្យប្រញាប់រើសជំនួយការថ្មីភ្លាមចាស់លោកស្រីអាកានីយករៀបចំរួចរាល់ហើយទេមិនបាច់ឆុងកាហ្វេទេមួយរយៈនេះខ្ញុំពិតជាធ្លាប់ខ្លួនមានគេតាមចិត្តពេកហើយពេលដែលគ្មានសៀវហ្វានបាត់បង់កាហ្វេមួយកែវដែលមានសីតុណ្ហភាពល្មមបាត់បង់មនុស្សម្នាក់ដែលចេះបន្ថយពន្លឺភ្លើងនៅពេលដែលខ្ញុំចង់ចិញ្ចើមលោកស្រីអាកានីយកលោកចៅទូចសុំជួបលោកស្រីខ្ញុំប្រាប់គាត់ថាលោកស្រីកំពុងត្រៀមប្រជុំក្រុមប្រឹក្សាភិបាលមិនអីទេសៀវចាងនាងចេញទៅក្រៅសិនទៅចាស់នេះគឺជាលទ្ធផលការងារកាលពីត្រីមាសមុនរបស់ពួកអូនឬវាអន់ជាងអ្វីដែលបងគិតឆ្ងាយណាស់បងស្គាល់អ្នកជំនាញធនាគារវិនិយោគម្នាក់នៅស្វីសត្រឹមតែគម្រោងតូចតាចធម្មតាមួយក៏មានអត្រាប្រាក់ចំណេញខ្ពស់ជាងនេះ2 ដងដែរយូអានការប្រជុំក្រុមប្រឹក្សាភិបាលចិត្តចាប់ផ្ដើមហើយមានរឿងអីចាំនិយាយគ្នាតាមក្រោយចៃដន្យល្អបងនឹងទៅជាមួយអូនដល់ពេលដែលត្រូវឲ្យពួកគេស្គាល់ម្ចាស់ប្រុសទៅថ្ងៃមុខហើយវាមិនសមរម្យទេបងមិនមែនជាបុគ្គលិកក្រុមហ៊ុនមានអីថាមិនសមរម្យនោះពេលដែលបងធ្វើការនៅ Wall Street ពួកចាស់ក្បាលរឹងទាំងនោះកំពុងតែលេងដីភក់នៅឡើយទេពួកគេត្រូវការគំនិតថ្មីត្រូវការចក្ខុវិស័យអន្តរជាតិឈៀងយឺអូនឲ្យភាគហ៊ុន5មកបងនឹងជួយអូនក៏ចាត់ទុកជាការសងជំងឺចិត្តសម្រាប់យុវវ័យរបស់យើងដែរបងបានមើលទម្រង់ការវិនិយោគរបស់អូនហើយពិតជាវឹកវរគ្មានសណ្ដាប់ធ្នាប់សោះលោកចៅទី1យុទ្ធសាស្ត្រវិនិយោគរបស់ត្រកូលសែនត្រូវបានបញ្ជាក់ដោយក្រុមអ្នកជំនាញទី2ការប្រជុំក្រុមប្រឹក្សាភិបាលមិនមែនជាកម្មវិធីជួបជុំសង្គមទេមិនត្រូវការចក្ខុវិស័យអន្តរជាតិអ្វីទេទី3ប្រសិនបើលោកចង់មានស្នាដៃក្នុងវិស័យជំនួញគួរតែចាប់ផ្ដើមពីការអានលក្ខន្តិកៈរបស់ក្រុមហ៊ុនជាមុនសិនអូនមានអាកប្បកិរិយាបែបម៉េចហ្នឹងបងកំពុងតែជួយអូនតើស្ថានភាពក្នុងស្រុកនិងក្រៅប្រទេសគឺមិនដូចគ្នាទេ
ទោះបីជាខ្ញុំតែងតែមានចិត្តលើលោកក៏ដោយក៏មិនបណ្ដោយឲ្យរឿងស្នេហាចូលមកគ្រប់ដណ្ដប់ខួរក្បាលរហូតដល់ទុកឲ្យលោកយកទ្រឹស្ដីសរសេរលើក្រដាសដែលរៀនពីបរទេសមកគ្រប់គ្រងក្រុមហ៊ុននោះទេ សេនឈីងយឺនាងលេខាឈិន សូមនាំលោកចៅទៅបន្ទប់ទទួលភ្ញៀវម៉ោង 10 គត់ខ្ញុំត្រូវធ្វើជាប្រធានអង្គប្រជុំតើមនុស្សដែលនៅក្នុងការចងចាំរបស់ខ្ញុំពិតជាមានមែនឬមួយក៏កន្លងមកការស្រមៃរបស់ខ្ញុំចំពោះយូអានគឺល្អឥតខ្ចោះហួសហេតុពេកហើយអាឡូលោកស្រីអគ្គនាយកតើមានការអ្វីទៀតមែនទេ សៀវហ្វានតើឯងអាចធ្វើពុតជាគាត់ម្ដងទៀតបានទេ ថៅកែពេលនេះម៉ោងថែមម៉ោងដូច្នេះប្រាក់ឈ្នួលក្នុង1ម៉ោងត្រូវគុណនឹង3ឆាប់រហ័សល្អខ្ញុំចូលចិត្តអតិថិជនដែលមិនណថ្លៃបែបនេះណាស់មានលុយចូលនរណាថាមិនប្រញាប់ថែមម៉ោងនោះផ្ញើអាសយាដ្ឋានមកឲ្យខ្ញុំកន្លះម៉ោងទៀតខ្ញុំទៅដល់សេវាកម្មសង្គ្រោះអារម្មណ៍ពេលយប់ជ្រៅ500ក្នុង1ម៉ោងសំណងជំងឺចិត្ត1000ថ្លៃតាក់ស៊ី500ឯងមកដល់ហើយចាប់ផ្ដើមគិតម៉ោងហើយថៅកែតាចង់ជែកពីរឿងអ្វីការព្យាបាលរបួសបេះដូងពេលខូចចិត្តប្រៀបធៀបជាមួយសង្សារចាស់ឬក៏ឲ្យខ្ញុំសម្ដែងត្រាប់តាមចៅយូអានឯងប្រញាប់គិតលុយម្លេះថៅកែខ្ញុំគឺច្បាស់លាស់ណាស់ពួកយើងមិនមែនកំពុងតាក់ទងគ្នាពិតប្រាកដឯណាការដែលខ្ញុំគិតលុយនោះគឺហៅថាវិជ្ជាជីវៈការងារលោកស្រីអគ្គនាយកមើលទៅលោកស្រីបែបនេះម្ចាស់ស្នេហ៍ក្នុងដួងចិត្តមិនល្អដូចការស្រមៃមែនទេថ្ងៃនេះគាត់សុំភាគហ៊ុនក្រុមហ៊ុន5ពីខ្ញុំចង់យកបច្ចេកទេសដែលរៀនពីបរទេសមកគ្រប់គ្រងក្រុមហ៊ុនក្នុងនាមលោកស្រីជាប្រធានក្រុមប្រឹក្សាភិបាលទោះយ៉ាងណាក៏ដោយក៏មានបទពិសោធន៍គ្រប់គ្រងជាងនិស្សិតឆ្នាំណាទាំងអស់ដែរប្រហែលជាលោកចៅគ្រាន់តែមិនចង់ឲ្យលោកស្រីហត់ពេកទេដឹងគាត់ថានេះគឺជាសំណងជំងឺចិត្តយូរវ័យទង្វើមួយនេះសូម្បីតែអ្នកបោកប្រាស់ក៏សុំខ្មាស់ដែរសៀវហ្វានពេលឆ្នាំមកនេះតើឯងធ្លាប់មានអារម្មណ៍ពិតចំពោះខ្ញុំសូម្បីតែមួយវិនាទីដែរឬទេថៅកែការងារគឺការងារសេវាកម្មបន្ថែមគឺត្រូវថែមលុយលោកស្រីអគ្គនាយកសរុប1ម៉ោងកន្លះបូកថ្លៃតាក់ស៊ីសរុប2400ក្នុងនេះមាន2សែនគុំទទួលការងារបែបនេះទៀតអីថៅកែចង់ទិញផ្ដាច់អាជីពរបស់ខ្ញុំឬចាត់ទុកថាជាប្រាក់ពិន័យខុសកិច្ចសន្យាចុះបានប៉ុន្តែមានរឿងមួយត្រូវនិយាយឲ្យច្បាស់រឿងអីពីមុនទិញផ្ដាច់មិនឲ្យសៀវហ្វានធ្វើជាទូជំនួសលោកស្រីទៀតទេតែមិនមែនមានន័យថាសៀវហ្វានមិនអាចមានសង្សារនោះទេក៏មិនបានទិញផ្ដាច់មិនឲ្យសៀវហ្វានធ្វើជាទូជំនួសអ្នកដទៃដែរឯងមានន័យយ៉ាងម៉េចន័យតាមត្រង់ត្រូវហើយសូមណែនាំឲ្យលោកស្រីពិនិត្យមើលកណនីធនាគារនៅបរទេសរបស់លោកចៅនឹងមានការភ្ញាក់ផ្អើលចាំសិនកណនីអ្វីប្រឹក្សាយោបល់ក្រោយសេវាកម្ម3000ក្នុង1ម៉ោងចង់បង់លុយបន្តទេថៅកែសូមអញ្ជើញចូលសួស្តីតើត្រូវការសេវាកម្មអ្វីដែរព្យាបាលរបួសបេះដូងពេលបែកគ្នាបំផ្លាញពិធីមង្គលការសង្សារចាស់រឿងខុសច្បាប់មិនទទួលជ្រុះសក់មិនទទួលសង្សារចាស់ឡើងថ្លៃ50ខ្ញុំចង់ជួលលោកឲ្យធ្វើជាទូជំនួសម្ចាស់ស្នេហ៍របស់ខ្ញុំកញ្ចប់ប្រចាំខែគិតតាមម៉ោងមិនបាច់សម្ដែងជាអ្នកអតីតទេគឺធ្វើជាខ្លួនឯងសៀវហ្វានស៊ូវ៉ាន់អគ្គនាយិកាក្រុមហ៊ុនស៊ូគ្រប់មិនបាច់សម្ដែងទេធ្វើជាខ្លួនឯងទៅបានហើយសរសេរអក្សរដៃឆ្វេងអាឡៃស៊ីស្វាយតែទូចង់កំងនំខេកស្វាយច្រាស់ដុសធ្មេញត្រូវតែញៀតទៅឆ្វេង45ដឺក្រេសាប៊ូដុសខ្លួនត្រូវតែប្រើក្លិនស្រថៅកែម្ចាស់ស្នេហ៍ក្នុងដួងចិត្តរបស់ថៅកែនេះគឺរកតាមរបាយការណ៍ពិនិត្យសុខភាពរបស់ខ្ញុំមែនទេដូចមែនទេដូច្នេះរកលោកមកត្រាប់តាមគឺចំណាយទាបប្រការ8ភីគីគឺត្រូវតែមានចិត្តណាមិនឆាត់ពេលភ្លៀងដោយអះអាងថាចូលចិត្តហៅភ្លៀងនេះជាទង្វើប្រភេទអីទៅ
ចៃដនម៉ាឡេសប្តាហ៍មុនខ្ញុំទើបតែគ្រុនក្តៅដោយសារហាលភ្លៀង ទុយលោកទេសេវាកម្មហើរភ្លៀងមិនបង្ខំទេបើភាគីស្ម័គ្រចិត្តបន្ថែម500ទៀត បើឈឺមានប្រាក់ឧបត្ថម្ភផ្សេងសេរីភាពគួរសមដែរតើ យកចិត្តទុកដាក់ដល់មនុស្សធម៌មែនទេយ៉ាងម៉េចដែរយល់ព្រមទេ យល់ពមពីមុនធ្វើជាទូជំនួសឲ្យសេងឈីងយឺព្រោះតែមានមុខមាត់ដូចចើយូអានឥឡូវធ្វើជាទូជំនួសឲ្យថៅកែស៊ូវ៉ាន់ម្នាក់នេះព្រោះតែទម្លាប់ខ្ញុំដូចម្ចាស់ស្នេហ៍ក្នុងដួងចិត្តនាង ខ្ញុំពិតជាស័ក្តិសមនឹងការងារនេះមែននេះគ្រាន់តែជាប្រាក់កក់ប៉ុណ្ណោះមួយឆ្នាំទៅមុខទៀតគ្រាន់តែធ្វើជាខ្លួនឯងទៅបានហើយ លុយនេះល្មមឲ្យខ្ញុំចូលនិវត្តន៍បានហើយមិនបាច់សម្ដែងជាអ្នកដទៃហើយស្មើនឹងការឈប់សម្រាកមានប្រាក់ខែទៀតតែថៅកែស៊ូម្នាក់នេះមិនក៏ខ្ញុំមានអារម្មណ៍ថាស្និទ្ធស្នាលម្លេះនាងល្អចំពោះខ្ញុំដែលជាមនុស្សប្លែកមុខនេះពេកហើយមែនទេ យ៉ាងម៉េចបារម្ភថាជាអន្ទាក់ឬ មិនមែនទេខ្ញុំគ្រាន់តែកាត់អីគ្មានអីទេខ្ញុំគ្រាន់តែចង់សួរបន្តិចម្ចាស់ស្នេហ៍របស់ថៅកែនិងខ្ញុំដូចគ្នាយ៉ាងនេះមិនមិនទៅរកគេផ្ទាល់តែម្ដងទៅ ពេលគេធំឡើងគេក៏បាត់ខ្លួនទៅ យល់ព្រមអញ្ចឹងថ្ងៃស្អែកខ្ញុំចាប់ផ្ដើមធ្វើការ ចាប់ផ្ដើមឥឡូវនេះតែម្ដងអាហារពេលល្ងាចកុំម៉ងនំខេកស្វាយរួចហើយសៀវហ្វាននេះហើយជាការចូលនិវត្តន៍ដែលឯងនិយាយ លោកស្រីអគ្គនាយកសូមណែនាំបន្តិចនេះជាអតិថិជនថ្មីរបស់ខ្ញុំអ្នកនាងស៊ូវ៉ាន់ អតិថិជនស្អីគេត្រូវកាន់ស្មាពិភាក្សាការងារមែនទេសេវាកម្មបែបនេះលោកស្រីអគ្គនាយកមិនធ្លាប់ទិញទេ អីថៅកែទាំងពីរសេវាកម្មចំនួនផ្លូវអារម្មណ៍បន្ថែមត្រូវថែមលុយណា ខ្ញុំឲ្យទ្វេដងឯងត្រឡប់ទៅវិញជាមួយខ្ញុំ3 ដងបន្តកិច្ចសន្យា តើនេះជាអារម្មណ៍ដែលត្រូវអ្នកស្រីសេដ្ឋីដណ្ដើមគ្នាមែនទេលោកស្រីទាំងពីរហាងយើងគាំទ្រការទទួលការងារច្រើនក្នុងពេលតែមួយនិងជួយសម្រួលដល់ការដេញថ្លៃផងដែរប៉ុន្តែបើមានការប៉ះទង្គិចរាងកាយត្រូវទិញធានារ៉ាប់រង មើលទៅការវិនិយោគរបស់ខ្ញុំពិតជាមានតម្លៃណាស់ សេវាកម្មថែមជូនធ្វើពុតជាសង្សារខ្ញុំធ្វើឲ្យសេងឈីងយឺខឹងស្ទើរស្លាប់ចុយស្រីម្នាក់នេះការពិតគឺសំដៅទៅរកសេងឈីងយឺសោះ មើលកិច្ចសន្យាឲ្យច្បាស់ណាស់បើខុសកិច្ចសន្យាត្រូវសងលុយមិនតិចទេ ថៅកែនេះចាត់ទុកជាការងារដែរឬក្នុងកិច្ចសន្យាមិនមានសរសេរថាត្រូវកំដរដើរបណ្ណាគារទេ ឥឡូវបន្ថែមប្រការទី9ភាគីត្រូវកំដរនយោជកដើរបណ្ណាគាររៀងរាល់សប្តាហ៍ចែករំលែកសៀវភៅដែលចូលចិត្តអានបំផុតកាលពីក្មេង កាលពីក្មេងខ្ញុំចូលចិត្តមួយនេះជាងគេ ចៃដន្យម្លេះម្ចាស់ស្នេហ៍របស់ខ្ញុំកាលនោះតែងតែលួចលាក់សៀវភៅនេះក្រោមទៅរៀនអាន ចាំសិននេះច្បាស់ណាស់ជាពេលដែលខ្ញុំកិច្ចសាលាទៅបណ្ណាល័យកាលពីអនុវិទ្យាល័យជាទម្លាប់គូសញ្ញាសម្គាល់ព្រោះខ្លាចគេដណ្ដើមសៀវភៅប្រហែលគ្រាន់តែជារឿងចៃដន្យឲ្យទេដឹង កិច្ចសន្យាប្រការ7ភាគីត្រូវផឹកកាហ្វេខ្មៅនៅចំពោះមុខនយោជកដោយបង្ហាញទឹកមុខចូលចិត្តឆ្ងាញ់ទេ ស្វាងល្អណាស់ ពីមុនគេក៏ធ្លាប់កុហកខ្ញុំបែបនេះដែរទាំងដែលខ្លួនឯងស្អប់កាហ្វេខ្មៅសោះតែព្យាយាមធ្វើខ្លួនឲ្យចាស់ទុំ ពេលរៀនវិទ្យាល័យខ្ញុំហាក់ដូចជាធ្លាប់ធ្វើរឿងបែបនេះដែរ សរសេរមួយឃ្លាមើលប្រើដៃឆ្វេង ថៅកែខ្ញុំទម្លាប់ប្រើដៃស្ដាំ សាកល្បងមើលបន្ថែម5000ទៀត អក្សរនេះដូចគ្នាជាមួយខ្ញុំការរៀនវិទ្យាល័យដែលគ្រូជេរថាអក្សរដូចឆ្កែខ្វាគឺដូចបេះបិទតែម្ដង ពិតជាដូចមែន ដូចនងណា ដូចលោកដូចគេ
ប្រកាសបន្ថែមក្នុងកិច្ចសន្យាភាគីត្រូវតែដល់ហើរភ្លៀងហើយអះអាងថាចូលចិត្តហើរភ្លៀង ឥឡូវនេះចាត់ទុកថាជាការថែមម៉ោងបន្ទាន់ គិតលុយទ្វេដងយល់ព្រមហា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  លោកឈួតហើយ ពីមុនគេក៏ធ្លាប់ជេរខ្ញុំបែបនេះដែរ ហេតុអីបានជាថៅកែស្រីដែលខ្ញុំជួបលើកនេះគឺជាមនុស្សមានបញ្ហាសរសៃប្រសាទនឹងចាំសិនទិដ្ឋភាពនេះពីមុនខ្ញុំធ្លាប់ឆ្លងកាត់វាដែរឬអត់ស៊ូវ៉ាន់តើនាងកំពុងមើលនរណាតាមរយៈខ្ញុំឲ្យប្រាកដ កិច្ចសន្យាប្រការ5មួយត្រូវសម្ដែងជាគូដណ្ដឹងនៅពេលចាំបាច់ កំដរនៅហាងរ៉ូបអាពីពិពា500យាមនៅបន្ទប់សាកខោអាវ200សេវាកម្មញឹមបែបคล้าย500ក្នុង1ម៉ោងថៅកែបំពាក់ស្បៃឲ្យត្រូវថែមលុយណាប៉ះពាល់រាងកាយគិតលុយផ្សេង បើប្រចាំថ្ងៃតែម្ដង ថៅកែពិតជាចិត្តទូលីមែន កូនកំឡោះសាក់ខោអាវមួយឈុតនេះមើល ទៅសាកទៅអូ ចាំបន្តិច ពេលនេះមើលទៅដូចលោកហើយ ដូចខ្លួនខ្ញុំតើនេះជាការធ្វើទូជំនួសស្អីទៅ សៀវហ្វានទោះបីស៊ូវ៉ាន់ឲ្យតម្លៃប៉ុន្មានខ្ញុំឲ្យទ្វេដង ឥឡូវត្រឡប់ទៅវិញជាមួយខ្ញុំ ប្រាក់ខែខ្ញុំ5លាន លោកពិតជាចង់រៀបការជាមួយនាងមែនឬ ពួកយើងគ្រាន់តែអនុវត្តតាមកិច្ចសន្យាប៉ុណ្ណោះត្រូវទេអូនសម្លាញ់ មែនហើយថៅកែស៊ូជួខ្ញុំឲ្យធ្វើជាខ្លួនឯងត្រូវជំនាញតែម្ដង យ៉ាងម៉េចលោកស្រីអគ្គនាយកចង់កំងរោគអ្នកកំដរមែនទេ ខ្ញុំចុះតម្លៃឲ្យ 10% តោះទៅគ្មានន័យទេ សៀវហ្វានឯងសុកចិត្តធ្វើជាទូជំនួសក៏មិនជ្រើសរើសខ្ញុំដែរឬ លោកស្រីអគ្គនាយកសុំកែតម្រូវបន្តិចថៅកែស៊ូជួខ្ញុំឲ្យធ្វើជាខ្លួនឯងនេះហៅថាធ្វើជាខ្លួនឯងហើយបានលុយទៀតគ្មានរឿងជ្រើសឬមិនជ្រើសរើសទេ ខ្ញុំអាចឲ្យភាគហ៊ុនទៅឯងកាន់តែច្រើនផ្ទះសម្បែងឬអ្វីក៏បានដែរលោកស្រីអគ្គនាយកជំនួសឲ្យការស្រែកឡូឡាគួរតែទៅស៊ើបមើលថាមនុស្សដែលធ្លាប់ជួយលោកស្រីកាលនោះគឺជានរណាឯងមានន័យយ៉ាងម៉េច ខ្ញុំសម្ដីដែលឯងសួរអំបញ្ញមិញមានន័យថាម៉េច កុំបារម្ភអីកិច្ចសន្យាមានរួមបញ្ចូលទាំងសេវាកម្មដោះស្រាយសង្សារចាស់តាមរំខាន មានប្រការបន្ថែមមួយនេះ ហើយអំបញ្ញមិញលោកមើលទៅនាងលើសពី3វិនាទីកាត់ប្រាក់500 ហាងបោកប្រាស់ពិតជាហាងបោកប្រាស់មែន ខ្ញុំទៅងូតទឹកហើយលោករកបន្ទប់ភ្ញៀវណាមួយគេងតាមសប្បាយទៅអូ សៀវហ្វាននេះជាធ្មេញព្រៃទី1របស់អ្នកដែលជ្រុះដោយធម្មជាតិថ្ងៃទី18ខែឧសភាឆ្នាំ2010 តើនេះពិតជាធ្មេញព្រៃរបស់ខ្ញុំមែនឬហេតុអីបានជាថៅកែស៊ូមានរបស់ទាំងនេះទៅវិញសូម្បីតែខ្ញុំក៏មិនចាំដែរថៅកែតើនេះចាត់ទុកថាជាចំណង់ចំណូលចិត្តសន្សំរបស់រោគចិត្តមែនទេ ហេតុអីបានជាលោកបើកវាមិនមែនចាក់សោតទេ ប៉ះបន្តិចក៏របើកបាត់ទៅហើយ តែលោកក៏មិនអាចចូលមើលផ្ដេសផ្ដាសដែរតើ កិច្ចសន្យាមិនបានចែងថាហាមចូលបន្ទប់ណាមួយនោះទេប៉ុន្តែលក្ខខណ្ឌនេះមិនហួសហេតុពេកទេ បើលោកដឹងទៅហើយអញ្ចឹងកិច្ចសន្យាទូជំនួសត្រូវបញ្ចប់ត្រឹមនេះ
លុយនិងប្រាក់ពីនៃខ្ញុំនៅតែឲ្យលោកធម្មតាលោកធ្វើស្អីនឹង ចាំសិនប្រាប់ខ្ញុំមកថាតើមានរឿងអ្វីឲ្យប្រកាសម្ចាស់ស្នេហ៍ក្នុងដួងចិត្តរបស់ថៅកែពិតជាខ្ញុំមែនឬ ចុះបើមិនមែនឲ្យខ្ញុំប្រាប់លោកថាខ្ញុំតាមដានលោកដូចមនុស្សរោគចិត្តអស់10ឆ្នាំតាមប្រមូលសៀវភៅនិងពេជ្រកញ្ចាស់របស់លោកឬសំបីតែធ្មេញព្រៃដែលជ្រុះក៏លាក់ទុកដែរ ស៊ូវ៉ាន់តើមនុស្សដែលថៅកែមើលតាមរយៈខ្ញុំនោះជានរណាឲ្យប្រកាស គឺលោកតាំងពីដើមមកគឺលោកអាយុ17ឆ្នាំនៅបន្ទប់ពេទ្យសាលាមនុស្សដែលលួចហុចនំសាំងវិចស្វាយឲ្យខ្ញុំគឺសៀវហ្វានអាយុ20ឆ្នាំមនុស្សដែលអង្គុយអានសៀវភៅនៅជ្រុងបណ្ណាល័យគឺសៀវហ្វានដែលរឹងរូសម្នាក់នោះហើយពេលនេះគឺជាមនុស្សល្ងងដែលឈរនៅទីនេះសូម្បីតែខ្លួនឯងក៏មិនហ៊ានទទួលស្គាល់សៀវហ្វាន អញ្ចឹងម្ចាស់ស្នេហ៍ក្នុងដួងចិត្តរបស់ថៅកែពិតជាខ្ញុំមែនខ្ញុំធ្វើជាទូជំនួសរបស់ខ្លួនឯងនេះវាហួសចិត្តពេកហើយ តាមខ្ញុំមកសិស្សថ្នាក់ទី11ទី3ដែលបដូរមកថ្មីសិស្សឈ្មោះស៊ូវ៉ាន់លោកប្រកាសជាមិនចាំទេ ពួកយើងស្គាល់គ្នានៅវិទ្យាល័យ លោកធ្លាប់ឲ្យខ្ញុំញ៉ាំនំសាំងវិចពាក់កណ្ដាលស្នូររសជាតិស្វាយលោកញ៉ាំហើយអាឡែស៊ីត្រូវគេបញ្ជូនទៅបន្ទប់ពេទ្យសាលាក្រោយមកខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ផ្អាកការសិក្សាមួយឆ្នាំពេលខ្ញុំត្រឡប់មកវិញលោកក៏រៀនចប់បាត់ទៅហើយ ទើបថៅកែជួខ្ញុំ ជួលោកឲ្យធ្វើជាខ្លួនឯងខ្ញុំគ្រាន់តែចង់បញ្ជាក់ថាលោកជាមនុស្សម្នាក់នោះឬក៏អត់ ថៅកែតាមរកខ្ញុំយូរម្លេះគ្រាន់តែដើម្បីបញ្ជាក់រឿងនេះឬ មែនតែមិនមែនទាំងអស់ទេ ស៊ូវ៉ាន់ទោះបីខ្ញុំជាមនុស្សម្នាក់នោះក៏ដោយក៏មិនប្រកាសថាខ្ញុំជាម្ចាស់ស្នេហ៍ក្នុងដួងចិត្តរបស់ថៅកែដែរ មានន័យយ៉ាងម៉េច ម្ចាស់ស្នេហ៍ក្នុងក្តីស្រមៃគឺល្អឥតខ្ចោះជាការស្រមើស្រមៃដែលកើតចេញពីការចងចាំដ៏ល្អខ្ញុំជាមនុស្សពិតចិត្តអាក្រក់ចង់គំនុំ ចូលចិត្តធ្វើរឿងល្ងងខ្ញុំដឹងថាលោកពេលភ្លៀងមិនព្រមឆាប់ហើយតែងតែផ្ដាសាយរាល់ដងដឹងថាលោកអាឡែស៊ីស្វាយតែងតែលួចញ៉ាំសៀវហ្វានលោកគិតថា3ឆ្នាំមកនេះខ្ញុំកំពុងសង្កេតមើលពីអ្វីការស្រមើស្រមៃដ៏ល្អឥតខ្ចោះមែនទេខ្ញុំកំពុងសង្កេតមើលមនុស្សពិតដូចជាលោកដែលចូលចិត្តកេងត្រមកគិតលុយលំអិតដល់ខ្ទង់ទស្សភាគពីខ្ទង់សំបីតែហានបន្លែក៏មុតដែរឯងនេះ ចុះហេតុអីនៅតែឲ្យខ្ញុំសម្ដែងជាគេទៀត ព្រោះខ្ញុំចង់ឃើញលោកធ្វើជាខ្លួនឯងប៉ុន្តែសំបីតែលោកធ្វើជាខ្លួនឯងក៏លោកគិតលុយដែរហា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  អញ្ចឹងថៅកែចូលចិត្តមនុស្សដែលគិតតែពីរឿងលុយកាក់ដូចជារូបខ្ញុំនេះមែនទេមិនត្រឹមតែប៉ុណ្ណឹងទេ នៅមានលោកកាអាយុ17ឆ្នាំដែលលួចលាក់សៀវភៅបណ្ណាល័យលោកកាអាយុ20ឆ្នាំដែលធ្វើការនៅហាងតែគូចរហូតដល់មួយគេងហើយពេលនេះឈរនៅចំពោះមុខខ្ញុំសំបីតែប្រច័ណ្ឌនឹងខ្លួនឯងក៏លោកធ្វើបានដែរ ភីគីខ្ស៊ូវ៉ាន់ជួលភីគីខ្សៀវហ្វានឲ្យសម្ដែងជាសៀវហ្វានដែលពិតប្រាកដបំផុតពេលនេះមិនមែនជាបញ្ហាថាថៅកែចង់បន្តជួលខ្ញុំទៀតឬក៏អត់នោះទេគឺថាខ្ញុំព្រមទទួលយកការងារនេះឬក៏អត់ លក្ខខណ្ឌថ្មីមានអ្វីខ្លះ ប្រាក់ឈ្នួលតាមម៉ោងស្មើសូន្យការកំណត់ប្តូរទៅជាគ្មានទីបញ្ចប់ យល់ព្រម សៀវហ្វានការប្រកួតថ្លែងសុនរកថាភាសាអង់គ្លេសការរៀនថ្នាក់ទី11មនុស្សដែលហុចរបស់នេះឲ្យខ្ញុំនៅក្រោយឆាកគឺលោកមែនទេបើខ្លាចមើលមួយនេះទៅស្រមៃក្នុងចិត្តថាគណៈកម្មការគឺជាបិសាចល្ពៅទៅក្មេងស្រីដែលភ័យខ្លាចការនោះគឺថៅកែ ត្រូវហើយគឺខ្ញុំមានតែលោកទេដែលដឹងពីចំណុចលម្អិតទាំងនេះប៉ុន្តែចៅយូអានក៏ហៅខ្ញុំថាគេជាអ្នកធ្វើម្សិលមិញខ្ញុំយករូបនេះឲ្យគេមើលគេបែរជាសួរថារើសសម្រាមនេះមកពីណាទៅវិញ
ម្យ៉ាងទៀតនៅលើនេះមានសរសេរអក្សរពីរខ្សឹបជាអក្សរកាត់ឈ្មោះរបស់លោកមែនទេ ហាក់ដូចជាមែនហើយ ខ្ញុំចាំមិនសូវច្បាស់ទេពួកលោកមុខដូចគ្នាពេកសូមទោសសៀវហ្វានមកពីខ្ញុំចំណាំមុខមនុស្សមិនបានគឺលោកដែលផ្ដល់ទំនុកចិត្តឲ្យខ្ញុំទើបខ្ញុំអាចឈ្នះការប្រកួតថ្លែងសុនត្រកថាតែខ្ញុំបែរជាចាត់ទុកលោកជាតួជំនួសទៅវិញ នោះមកពីសមត្ថភាពលោកស្រីល្អ ខ្ញុំគ្រាន់តែចៃដន្យជួបប៉ុណ្ណោះបើគ្មានការជួយពីឯងទេឯងត្រឡប់មកវិញមកមិនបាច់ធ្វើជាតួជំនួសទៀតទេមកធ្វើការនៅក្រុមហ៊ុនហើយនៅក្បែរខ្ញុំ លោកស្រីអគ្គនាយកយឺតពេលហើយខ្ញុំមានមនុស្សក្នុងចិត្តរួចហើយគឺខ្ញុំមែនទេត្រូវហើយ ជ្រើសរើសចិញ្ចៀនមួយវងទៅលួចលាក់ទុកលោក10ឆ្នាំដល់វេនលោកលួចខ្ញុំម្ដងហើយចុះឬមិនចុះរបៀបសុំរៀបការរបស់អូននេះកាច់ពេកហើយមែនទេខ្ញុំទៅជាអគ្គនាយិកាដ៏មានអំណាចពិតប្រាកដ បានអូនវ៉ាន់វ៉ាន់ជាទីស្រឡាញ់តើអូនព្រមរៀបការជាមួយបងទេ បងត្រូវប្រាប់អូនសិនថាសេងឈីងយឺរកបងមានការអីទើបអូនអាចប្រាប់បងបាន មិនមែនប្រាប់អូនហើយទេនាងដឹងថាមនុស្សដែលជួយនាងក្នុងការប្រកួតថ្លែងសុនត្រកថាការនោះគឺជាបងត្រូវហើយរឿងនេះអូនមិនមែនដឹងទេ ប្រកាសជាដឹងហើយព្រោះឆ្នាំនោះអូនក៏ចូលរួមប្រកួតដែរបងមិនបានទិញកាដូឲ្យអូនផង ប្រហែលជាមកពីពេលនោះអូនមិនភ័យទេដឹង ជប់និយាយរឿងមិនបានការទៅបន្តសុំរៀបការទៀតមក វ៉ាន់វ៉ាន់អូនព្រមទេអូនព្រម ប៉ុន្តែត្រូវស៊ីញ៉ៃកិច្ចសន្យាសិនការកំណត់ 10000 ឆ្នាំប្រាក់ពីនៃខុសកិច្ចសន្យាគឺបេះដូងរបស់បងគ្រប់អត្ថន័យទាំងអស់គឺយល់ព្រមឬថាពួកឯងរៀបការ ខែក្រោយនេះលោកស្រីអគ្គនាយកចង់ដៃមែនទេ សៀវហ្វានឯងមិនមែនធ្លាប់និយាយថាក្រុមសីលធម៌ទូជំនួសហាមមានសង្សារទេ ខ្ញុំត្រូវគេបញ្ឈប់ពីការងារហើយម្យ៉ាងទៀតពេលនេះប្រាក់ឈ្នួលខ្ញុំស្មើសូន្យធ្វើការមិនយកលុយទេ មួយពពានបាត់មួយសន្លឹកនេះឯងចង់បំពេញប៉ុន្មានក៏បានឲ្យតែឯងចាក់ចេញពីស៊ូវ៉ាន់ត្រឡប់មកក្បែរខ្ញុំវិញ លោកស្រីអគ្គនាយកកាលនោះគឺលោកស្រីផ្ទាល់ជាអ្នកនិយាយថាចង់បញ្ចប់កិច្ចសន្យា ពេលនោះខ្ញុំមិនដឹងថាឯងគឺជាមិនដឹងថាអ្វីដែលខ្ញុំចង់បានពិតប្រាកដគឺជានរណា សេនឈីងយឺអ្វីគ្រប់យ៉ាងរវាងពួកយើងគឺចប់សពគ្រប់ហើយខ្ញុំចំពោះលោកស្រីគ្រាន់តែជាការងារប៉ុណ្ណោះមិនដែលធ្លាប់មានមនោសញ្ចេតនាទេមិនសំខាន់ទេ ឲ្យតែឯងនៅក្បែរខ្ញុំគឺបានហើយមិនបាច់ធ្វើជាតួជំនួសមិនបាច់ធ្វើជាជំនួយការធ្វើជាខ្លួនឯងចង់បានអ្វីក៏បានដែរ មិនបាច់ទេលោកស្រីអគ្គនាយកខ្ញុំមានមនុស្សដែលខ្ញុំចូលចិត្តរួចហើយសុំទោសផងការពិតទៅខ្ញុំសោះដែលជាតួជំនួសម្នាក់នោះសេងឈីងយឺឲ្យតម្លៃបងប៉ុន្មាន ឲ្យមួយពទានបាត់មួយសន្លឹកហើយថែមទាំងប្រាប់ថាគាំទ្របងបើកអាជីវកម្មទៀត បំពេញលុយប៉ុន្មានទៅ មិនទាន់បានប៉ះផងខ្យល់ក៏ផ្លុំវាធ្លាក់ទៅក្រោមបាត់ទៅហើយរំភើបចិត្តទេរំភើបចិត្តតើប៉ុន្តែបងបដិសេធហើយ ហេតុអីទៅគេមានទឹកចិត្តចំពោះបងយ៉ាងនេះគ្រាន់តែចំណាំមុខមនុស្សខុសប៉ុណ្ណោះបើមិនអញ្ចឹងទេអូនហៅនាងមកអូនធ្វើប្រពន្ធធំនាងធ្វើប្រពន្ធចុង កុំអីវាមិនសមរម្យទេ មិនក៏ថាមិនសមរម្យនោះ ទី1បងត្រូវអូនទិញផ្ដាច់មួយជីវិតបាត់ទៅហើយទី2ពេទ្យប្រាប់ថាធ្មេញបងមិនសូវល្អស័ក្តិសមតែឲ្យប្រពន្ធចិញ្ចឹមទេរឿងបើកអាជីវកម្មនោះលែងគិតហើយ
កុហកក្នុងចិត្តបងមាននាងអូនសួរបងបើសិនជានាងដឹងថាមនុស្សកាលនោះជាបងមុននេះកន្លះឆ្នាំតើនឹងយ៉ាងម៉េចទៅ មានពាក្យថាបើសិនជាច្រើនយ៉ាងនេះឯណាពេលនេះបងមានអូនគឺគ្រប់គ្រាន់ហើយម្យ៉ាងទៀតបងមានបំណងបដូរពីហាងទូជំនួសទៅជាកន្លែងផ្ដល់ប្រឹក្សាផ្លូវចិត្តវិញដើម្បីជួយមនុស្សដែលកំពុងវង្វេងផ្លូវមានអូនហើយមិនបាច់ធ្វើជាទូជំនួសទៀតទេ មិនមែនថាឲ្យប្រពន្ធចិញ្ចឹមទេ ឲ្យចិញ្ចឹមតើប៉ុន្តែបងក៏ត្រូវចិញ្ចឹមអូនដែរណា ត្រឡប់ទៅផ្ទះបងនឹងឲ្យអូនមើលគម្រោងវត្ថុអនុស្សាវរីយ៍របស់បង កម្រងវត្ថុអនុស្សាវរីយ៍ស្អីគេ ជាមូលដ្ឋានបំផុតគឺស្រោមជើង Balenciaga ក្រៅពីនេះនៅមានលឿនថយចេញ ទុកឲ្យអូនជាអ្នកបើកបងយឺតពេកហើយ